មានស្វាយនៅផ្ទះគឺស្រួលណាស់ពុកម៉ែបងប្អូនអើយចង់ហូបមិនថាស្វាយទុំមិនថាស្វាយខ្ចីគឺអត់ត្រូវការទៅទិញនៅណាទេគឺឡើងនៅដើមនៅជើងផ្ទះហ្មងហើយឥឡូវបងខ្ញុំគាត់ឡើងដើមស្វាយហើយបើស្វាយទុំនិងស្វាយខ្ចីហើយកូនត្រេនហ្នឹងអត់ដឹងអីដែរទេគឺចេញមកគឺកាន់ថងហ្មងហើយដៃគឺច្អល់ទៅផ្លែស្វាយហ្មងថ្ងៃនេះគេមកបេះស្វាយហើយស្វាយគឺដើមទៀបទេហើយផ្លែក៏ទៀបដែរគឺកូនត្រេនអាចឈោងបេះបានពុកម៉ែបងប្អូនហើយយើងមើលផ្លែស្វាយហ្នឹងគឺល្អមែនតើហើយទៀបមួយទេហើយផ្លែឡើងដើមឡើងតុនមែកហ្មងណាផ្លែគឺយើងមើលពីសបកខាងក្រៅគឺល្អខៀវល្អហ្មងហើយខ្ញុំអត់ដឹងថាស្វាយហ្នឹងគឺឈ្មោះអីទេពុកម៉ែបងប្អូនហើយខ្ញុំមើលតែរូបរាងហើយខ្ញុំក៏អត់ស្គាល់ដែរហើយពេលនៅខ្ចីស្វាយហ្នឹងគឺស្រួយល្អមែនតើធ្លាក់ជ្រុះទៅដីបន្តិចគឺបែកហ្មងហើយនៅខ្ចីហ្នឹងគឺជូរហើយសាច់គឺស្រួយតែពេលទុំទៅគឺក៏អូបឈ្ងុយហើយផ្អែមទៀតបើមានពុកម៉ែបងប្អូនស្គាល់ជួយខមមិនក្រោមវីដេអូខ្ញុំផងហើយប្រាប់ឈ្មោះថាស្វាយនឹងឈ្មោះអ្វីស្រួលខ្ញុំស្គាល់ហើយវីដេអូក្រោយខ្ញុំនឹងប្រាប់ពុកម៉ែបងប្អូនឲ្យត្រូវពីឈ្មោះស្វាយនឹងហើយយើងមើលដើមពុកម៉ែបងប្អូនគឺល្អមែនតែនបែកមែកល្អហើយផ្លែគឺនៅច្រើនមែនតែនហើយស្វាយនឹងគឺអត់តន់ទុំទេមកយកស្វាយបរិននេះដើរមកមើលអត់ពាក់ស្បែកជើងទេហែកថងហែកថងហែកចឹងហែកថងមីងដាក់កាន់ឲ្យជាប់កាន់ថងឲ្យជាប់ធ្ងន់ណាស់បេះទៀតនេះបរិនបេះនេះស្វ័យឡាតនួងមីងបេះហាត់ដល់ហងបេះទៅណាអត់បេះនៅទីហើយខ្ញុំនៅខាងក្រោមគឺបេះអត់អស់ចិត្តទេពុកម៉ែបងប្អូនចង់ធ្វើជានារីក្លាហានតែឡើងដើមស្វាយអីណាឥឡូវរៀបចំឡើងហើយស្វាយទៀបមួយទេពុកម៉ែបងប្អូនមិនមែនខ្ពស់ទេបើសិនជាខ្ពស់គឺខ្ញុំឡើងអត់រួចដែរព្រោះហ្នឹងទៀបមួយហ្នឹងគ្រាន់តែយើងឈរទៅវាដល់មែកវាហើយធ្វើនារីក្លាហានអីឡើងដើមស្វាយអីនៅមុខកាមេរ៉ាអីណាជាទូទៅគឺខ្ញុំអត់សូវដែរឡើងដើមឈើទេប្រហែលឆ្នាំចុងក្រោយតែកុំនិយាយកាលពីក្មេងគឺសាហាវឡើងដើមឈើហ្មងដើមអីក៏អាចឡើងរួចដែរដល់ថ្នាក់នៅពីក្មេងឡើងដើមឈើធ្លាក់ពីលើដើមឈើក៏មានប៉ុន្តែអត់រៀងទេនៅតែឡើងដោយសារពីក្មេងគឺចង់និយាយថាមានភាពក្លាហានពេញបុកក្នុងការឡើងដើមឈើហ្មងគឺអត់មានភាពភ័យខ្លាចហ្មងប៉ុន្តែឥឡូវគឺចប់ហើយពុកម៉ែបងប្អូនអើយឡើងដើមស្វាយគ្រាន់តែទៀបប៉ុណ្ណឹងហើយខ្ញុំស្រាវបាតជើងហើយដោយសារឥឡូវគឺអត់ដែរឡើងយើងទៅឡើងលើកទី1វិញគឺស្រាវបាតជើងយើងខានយូរកាន់យកទុកដល់អីយ៉ាណែយកទុកនៅនោះហើយទុកនៅដីអូវ៉ាវឡៃឡាតណូបេះស្វាយនេះពុកវ៉ាស្វាយឡាតណូបរិនបេះទៅអីហ៎ឃើញនងពេកមែននងពេកណែត្រង់ឡាធប់យកនងដល់ហើយមួយទៀតជ្រុះបាត់រើសឡើងចង់និយាយថានៅដីមួយថ្ងៃហើយគឺអត់ឃើញស្វាយទុំអីពុកម៉ែបងប្អូនដល់ពេលចុះពីដើមស្វាយគឺកលេចមកគឺឃើញស្វាយទុំនៅទៀបហ្មងអាចបេះដល់ពុកម៉ែបងប្អូននេះពុកម៉ែបងប្អូនរករៀងនៅពេលដែលស្វាយនឹងទុំហើយគឺបែបហ្នឹងពុកម៉ែបងប្អូនហើយក្លិនគឺក្អូបឈ្ងុយហ្មងណែបរិនស្វាយទុំអូយវ៉ាវហិតមើលក្អូបបាត់